ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីធ្វើនំក្រេបស្វាយទុំតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើទាំងអស់គ្នាដែលដំបូងហ្នឹងគឺខ្ញុំធ្វើសម្បកនំជាមុនសិនដែលខ្ញុំប្រើពងមាន់ហ្នឹងចំនួន4គ្រាប់ជាមួយនឹងស្ករស50ក្រាមហើយនឹងអំបិលកន្លះស្លាបព្រាកាហ្វេជាមួយនឹងទឹកក្លិនវ៉ានីឡាចំនួន1ស្លាបព្រាកាហ្វេបន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចហើយគឺយើងត្រូវកូររហូតដល់តែចូលគ្នាបានសព្វហើយស្ករសហ្នឹងរលាយអស់បន្តមកទៀតគឺខ្ញុំចាក់ទឹកដោះគោចូលដែលទឹកដោះគោនោះគឺមានចំនួន400មីលីលីត្រប៉ុន្តែខ្ញុំដាក់ត្រឹមតែ1/3នៃទឹកដោះគោនេះសិនប៉ុណ្ណោះរួចហើយដាក់ម្សៅនំខេកនេះចំនួន130ក្រាមចូលហើយត្រូវកូរវារហូតដល់តែចូលគ្នាបានសព្វល្អបន្ទាប់ពីឃើញថាម្សៅរបស់យើងចូលគ្នាបានសព្វហើយគឺខ្ញុំចាក់ទឹកដោះគោដែលនៅសល់ចូលហើយបន្ថែមជាមួយនឹងប្រេងឆាចំនួន1ស្លាបព្រាបាយទៀតរួចហើយគឺយើងកូរវាចូលគ្នាម្ដងទៀតនៅពេលដែលកូរចូលគ្នាបានសព្វហើយគឺយើងយកទៅចាក់ដាក់នៅក្នុងកន្ត្រងដើម្បីច្រោះហើយបន្ទាប់ពីច្រោះរួចហើយគឺយើងយកថង់មកក្របរួចហើយយកទៅទុកនៅក្នុងទូទឹកកកហ្នឹងរយៈពេល30នាទីបន្ទាប់ពីលាយម្សៅរួចហើយឥឡូវហ្នឹងគឺខ្ញុំមកចិតផ្លែស្វាយឲ្យហើយតែម្ដងដោយសារតែត្រូវការសាច់ស្វាយខ្លះយកទៅកិនដើម្បីទុកលាយជាមួយនឹងគ្រីមហើយផ្លែស្វាយនេះគឺខ្ញុំប្រើចំនួន2ផ្លែធំៗដែលយើងត្រូវរើសយកផ្លែណាដែលទុំល្អដើម្បីឲ្យនំដែលយើងធ្វើហើយហ្នឹងគឺមានរសជាតិផ្អែមឆ្ងាញ់បន្ទាប់ពីចិតសម្បកស្វាយរួចហើយគឺយើងចិតយកសាច់ស្វាយចេញហើយសាច់ស្វាយនេះគឺយើងយកទៅកាត់ជាដុំតូចៗដែលបងប្អូនចង់កាត់ជាដុំឬក៏កាត់ជាបន្ទះក៏បានដែរចំពោះសាច់ស្វាយនេះគឺខ្ញុំយកទៅកិនឲ្យម៉ត់ចំនួន200ក្រាមដើម្បីទុកលាយជាមួយនឹងគ្រីមហើយចំណែកឯសាច់ស្វាយដែលនៅសល់នេះគឺខ្ញុំទុកដាក់នៅតាមស្រទាប់របស់នំហើយនេះគឺជាគ្រីមដែលខ្ញុំយកមកប្រើដើម្បីធ្វើនំដែលគ្រីមនេះគឺមានរសជាតិផ្អែមស្រាប់ហើយតែដោយសារតែខ្ញុំយកទៅលាយជាមួយនឹងស្វាយទើបខ្ញុំបន្ថែមស្ករបន្តិចចូលទៅក្នុងគ្រីមហ្នឹងដែលខ្ញុំប្រើគ្រីមនេះចំនួន500មីលីលីត្រជាមួយនឹងសាច់ស្ករហ្នឹងគឺចំនួន50ក្រាមនៅពេលដែលដាក់ម្សៅស្ករចូលទៅក្នុងគ្រីមរួចហើយគឺយើងត្រូវវាយរហូតដល់តែគ្រីមនេះឡើងខាប់ហើយគ្រីមនេះមុននឹងយើងយកមកវាយហ្នឹងគឺយើងត្រូវទុកនៅក្នុងទូទឹកកកកន្លែងកកហ្នឹងយ៉ាងហោចណាស់ឲ្យបាន3ម៉ោងទើបនៅពេលដែលយើងយកមកវាយទៅគឺវាឆាប់ឡើងហើយបន្ទាប់ពីឃើញថាគ្រីមនឹងឡើងខាប់ហើយគឺយើងយកសាច់ស្វាយដែលបានកិនរួចហ្នឹងយកមកដាក់ចូលហើយត្រូវវាយវាម្ដងទៀតហើយវាយវាចូលគ្នារហូតដល់តែចូលគ្នាបានសព្វល្អហើយគ្រីមនេះឡើងរឹងចំពោះគ្រីមដែលបានវាយរួចហ្នឹងគឺយើងត្រូវយកទៅទុកនៅក្នុងទូទឹកកកកន្លែងធម្មតាវិញសិនព្រោះបើយើងទុកចោលនៅខាងក្រៅហ្នឹងគឺគ្រីមនេះអាចនឹងរលាយហើយឥឡូវហ្នឹងគឺយើងនឹងមកចាប់ផ្ដើមចាក់នំតែម្ដងដោយខ្ទះដែលយើងយកមកចាក់នំនេះគឺយើងត្រូវលាបប្រេងនៅនឹងបាតខ្ទះជាមុនសិនហើយក៏បើកកម្ដៅឲ្យរាងក្ដៅបន្តិចសិនដែរមុននឹងដួសម្សៅយកមកចាក់ហើយម្សៅដែលយើងទុកចោលកន្លះម៉ោងនេះគឺយើងត្រូវកូរវាជាមុនសិនមុននឹងយើងដួសយកទៅចាក់នៅលើខ្ទះហើយម្សៅនេះគឺយើងដួសយកទៅចាក់ឲ្យរាងច្រើនបន្តិចទៅនៅពេលដែលកលែងម្សៅបានពេញនៅនឹងបាតខ្ទះហើយគឺយើងលើកយកម្សៅដែលនៅសល់នោះយកទៅចាក់ចេញហើយបន្តមកគឺយើងទុកវាចោលនៅលើចង្ក្រានដោយបើកភ្លើងតិចល្មមរហូតទាល់តែម្សៅនឹងឡើងស្ងួតដែលខ្ញុំទុកវាចោលប្រហែលជា1នាទីដែរហើយបន្ទាប់ពីឃើញថាម្សៅដែលនៅជាប់នៅនឹងខ្ទះហ្នឹងគឺវារាងឡើងប៉ោងគឺយើងអាចលើកវាត្រឡប់មកផ្នែកម្ខាងទៀតបានហើយផ្នែកម្ខាងទៀតនេះគឺយើងទុកវាចោលប្រហែលជា5វិនាទីអីទៅគឺយើងអាចលើកឡើងបានហើយបន្ទះនំនេះប្រសិនបើបងប្អូនចង់ឲ្យរាងក្រាស់គឺបន្ទាប់ពីកលែងខ្ទះរួចហើយម្សៅដែលនៅសល់ហ្នឹងគឺមិនបាច់យកទៅចាក់ចេញទេហើយពេលដែលដួសម្សៅដាក់ហ្នឹងគឺដួសត្រឹមតែល្មមបានហើយបន្ទាប់ពីចាក់នំរួចរាល់អស់ហើយគឺយើងត្រូវទុកឲ្យបន្ទះនំនេះត្រជាក់ជាមុនសិនមុននឹងយើងយកទៅបៀកជាមួយនឹងគ្រីមបើមិនអញ្ចឹងទេវានឹងធ្វើឲ្យគ្រីមរបស់យើងនេះរលាយអស់ហើយឥឡូវហ្នឹងបន្ទាប់ពីបន្ទះនំនេះបានត្រជាក់មែនទែនហើយគឺខ្ញុំយកវាមកបៀកជាមួយនឹងគ្រីមតែម្ដងដោយគ្រីមនេះគឺខ្ញុំដាក់វាចូលទៅក្នុងថង់ដើម្បីងាយស្រួលយកមកច្របាច់ពីលើនំបន្ទាប់ពីបៀកគ្រីមរួចហើយគឺខ្ញុំយកនំមួយបន្ទះយកមកដាក់ពីលើហើយបន្តមកទៀតហ្នឹងគឺខ្ញុំច្របាច់គ្រីមដាក់ពីលើរួចហើយបៀកវាទៀតហើយធ្វើបែបនេះរហូតដល់តែបាន3ស្រទាប់ទើបស្រទាប់ទី4ហ្នឹងនៅពេលដែលបៀកគ្រីមរួចហើយគឺខ្ញុំយកសាច់ស្វាយហ្នឹងមកដាក់ពីលើហើយសាច់ស្វាយនេះបងប្អូនចង់ដាក់តិចឬច្រើនក៏បានដែរទៅតាមចំណូលចិត្តហើយនេះគឺជាសាច់ស្វាយដែលខ្ញុំដាក់នៅជាន់ទី3ហើយជាន់ទី2និងជាន់ទី3ហ្នឹងគឺខ្ញុំដាក់ជាចំណិតបែបនេះទេហើយបើបងប្អូនចង់ដាក់សាច់ស្វាយនៅតាមស្រទាប់របស់នំនីមួយៗហ្នឹងគឺបងប្អូនអាចចិតស្វាយនេះជាចំណិតបែបនេះបានហើយនឹងតបតែងទៅតាមការចូលចិត្តរបស់បងប្អូននំនេះបន្ទាប់ពីធ្វើរួចហើយគឺយើងត្រូវយកទៅទុកនៅក្នុងទូទឹកកកឲ្យត្រជាក់បន្តិចសិនដោយសារតែការបៀកគ្រីមនេះគឺយើងត្រូវការប្រើពេលរៀងយូរដែរដែលធ្វើឲ្យគ្រីមហ្នឹងវារៀងរលាយហើយបន្ទាប់ពីដាក់បន្ទះនំស្រទាប់ចុងក្រោយហើយគឺខ្ញុំមានបន្ថែមគ្រីមពីលើក៏ដូចជាសាច់ស្វាយដើម្បីឲ្យនំរបស់យើងនឹងគឺមានរូបរាងកាន់តែស្រស់ស្អាតបន្ទាប់ពីដាក់សាច់ស្វាយហើយឥឡូវហ្នឹងនំក៏បានរួចរាល់ផងដែរហើយនំនេះគឺយើងអាចទុកនៅក្នុងទូទឹកកកកន្លែងធម្មតាហ្នឹងគឺបាន2 ទៅ 3ថ្ងៃដែលរសជាតិរបស់វាគឺនៅតែឆ្ងាញ់
ហើយចំណែកនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើស្វាយគ្រីមហើយក៏ភ្ជាប់ជាមួយនឹងរបៀបធ្វើ passion cream នៅក្នុងនេះដែរតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដែលនេះគឺជាទឹកដោះគោក្រដាសដែលខ្ញុំយកមកប្រើហើយនេះគឺជាគ្រីមការវាយគ្រីមនេះគឺខ្ញុំប្រើ whipping cream នឹងចំនួន 80 ml ហើយបន្ថែមជាមួយនឹងទឹកដោះគោចន្លោះពី 60 ទៅ 80 ml និងដាក់ជាមួយនឹងអំបិលបន្តិចដែរហើយបន្ទាប់មកគឺយើងត្រូវវាយរហូតទាល់តែគ្រីមនឹងវាឡើងខាប់ចំពោះទឹកដោះគោក៏ដូចជាគ្រីមដែលយើងយកមកវាយនេះគឺយើងត្រូវតែក្លាសេឲ្យត្រជាក់ខ្លាំងជាមុនសិនហើយចំណាយឲ្យបរិមាណរបស់ទឹកដោះគោប្រសិនបើបងប្អូនចង់ឲ្យគ្រីមនឹងរាវគឺបងប្អូនអាចដាក់ស្មើនឹង whipping cream ឬប្រសិនបើចង់ឲ្យរាងខាប់គឺអាចដាក់ត្រឹមតែ 60 ml បានហើយចំពោះការធ្វើស្វាយគ្រីមហ្នឹងគឺយើងត្រូវយកស្វាយហ្នឹងទៅកិនហើយខ្ញុំប្រើស្វាយហ្នឹងចំនួន1ផ្លែដែលយើងត្រូវចិតសម្បករួចហើយកាត់វាជាដុំតូចៗបន្ទាប់មកយកទៅដាក់ចូលនៅក្នុងម៉ាស៊ីនកិនហើយកិនឲ្យម៉ត់ឬក៏អត់សូវម៉ត់ក៏បានដែរឬប្រសិនបើអត់មានម៉ាស៊ីនក្លុកទេគឺអាចយកស្លាបព្រាហ្នឹងចុចបំបែកវាឲ្យល្អិតៗទៅក៏បានដូចគ្នាចំណែកឯការធ្វើ passion cream វិញគឺខ្ញុំយក passion ហ្នឹងមកកាត់រួចហើយឆ្កឹះយកសាច់ចេញឥឡូវហ្នឹងគឺយើងនឹងមកមើលគ្រឿងផ្សំផ្សេងទៀតដែលខ្ញុំបានត្រៀមរួចហើយដែលមានដូចជាសាច់ស្វាយដែលខ្ញុំបានកិនម៉ត់ហើយនេះគឺជាទឹកស្ករដែលទឹកស្ករហ្នឹងគឺខ្ញុំប្រើស្ករ2ភាគលាយជាមួយនឹងទឹក1ភាគហើយយកទៅដាំនៅលើភ្លើងហ្នឹងឲ្យពុះដែលបានបន្ថែមជាមួយនឹងអំបិលបន្តិចដែរឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំក៏បានត្រៀមរួចរាល់ហើយដែរខ្ញុំនឹងមកលាយគ្រឿងដើម្បីធ្វើទឹកស្វាយដែលខ្ញុំប្រើសាច់ស្វាយដែលកិនរួចហ្នឹងគឺចំនួន2ស្លាបព្រាបាយហើយដាក់ជាមួយនឹងទឹក passion ហ្នឹងចំនួន 30 ml និងទឹកស្ករ 30 ml ដូចគ្នាហើយបន្ថែមជាមួយនឹងទឹកធម្មតាហ្នឹងគឺចំនួន 80 ml ដែលទឹកនេះគឺជាទឹកដែលយើងអាចញ៉ាំបានហើយបន្ទាប់មកគឺយើងត្រូវកូរវាចូលគ្នាឲ្យសព្វបន្ទាប់ពីកូររួចហើយគឺយើងទុកមួយឡែកសិនឥឡូវនេះគឺយើងមកលាយទឹក passion ដែលខ្ញុំប្រើទឹក passion ហ្នឹងចំនួន 80 ml ជាមួយនឹងទឹកស្ករដែលបងប្អូនអាចប្រើពី 40 ទៅ 50 ml និងទឹកឆ្អិនហ្នឹងគឺចំនួន 80 ml រួចហើយគឺយើងត្រូវកូរវាចូលគ្នាបន្ទាប់ពីលាយទឹកស្វាយជាមួយនឹងទឹក passion រួចហើយឥឡូវនេះគឺយើងមកដាក់ទឹកកកដើម្បីចាក់ទឹកទាំងពីរហ្នឹងចូលទៅក្នុងកែវចំពោះទឹកស្វាយហ្នឹងគឺយើងមានលាយជាមួយនឹងទឹក passion បន្តិចដើម្បីឲ្យវាមានជាតិជូរធ្វើឲ្យភេសជ្ជៈនេះមានរសជាតិជូរអែមឆ្ងាញ់ហើយបងប្អូនក៏អាចប្រើជាទឹកក្រូចឆ្មាចំនួនទឹក passion ក៏បានដែរចំណែកឯរសជាតិជូរនិងផ្អែមហ្នឹងគឺបងប្អូនអាចបន្ថែមនិងបន្ថយទឹក passion ក៏ដូចជាទឹកស្ករទៅតាមចំណូលចិត្តបន្ទាប់ពីដាក់ទឹកស្វាយក៏ដូចជាទឹក passion ចូលទៅក្នុងកែវរួចហើយគឺយើងបន្ថែមជាមួយនឹងគ្រីមពីលើហើយភេសជ្ជៈយើងហ្នឹងក៏បានរួចរាល់ដែរចំពោះការ៉េមស្វាយទុំដែលខ្ញុំនឹងធ្វើនៅក្នុងថ្ងៃនេះហ្នឹងគឺងាយស្រួលធ្វើមែនតើហើយចំណែកឯគ្រឿងផ្សំវិញគឺត្រឹមតែ3មុខប៉ុណ្ណោះតោះឥឡូវនេះយើងចូលមកមើលពីការធ្វើតែម្ដងដែលដំបូងគឺខ្ញុំចិតស្វាយយកសាច់របស់វាហើយស្វាយនេះគឺយើងប្រើស្វាយដែលទុំល្អចំពោះស្វាយនេះខ្ញុំចែកចេញជាពីរផ្នែកមួយផ្នែកគឺខ្ញុំទុកយកទៅកិនចំណែកមួយផ្នែកទៀតហ្នឹងគឺកាត់ជាដុំតូចៗទុកលាយជាមួយនឹងគ្រីមបន្ទាប់ពីវាយរួចបន្ទាប់ពីកាត់ស្វាយរួចហើយគឺខ្ញុំយកស្វាយចំនួន350ក្រាមជាមួយនឹងទឹកដោះគោខាប់នេះចំនួន180 ml ដាក់ចូលនៅក្នុងកែវរួចហើយយកទៅកិនរហូតដល់តែម៉ន់ហើយឥឡូវហ្នឹងបន្ទាប់ពីកិនស្វាយបានរត់ល្អហើយគឺយើងទុកមួយឡែកសិនចំពោះការធ្វើការ៉េមនេះគឺខ្ញុំប្រើ whipping cream ហើយបងប្អូនអាចប្រើម៉ាកណាក៏បានដែរយើងដាក់ whipping cream នេះចំនួន300ក្រាមជាមួយនឹងអំបិល 1/4 ស្លាបព្រាកាហ្វេចូលគ្នារួចហើយគឺយើងវាយដោយប្រើល្បឿនលឿនហ្នឹងរហូតដល់តែឃើញថា whipping cream នេះឡើងខាប់ចំពោះ whipping cream ដែលយកមកប្រើនេះគឺយើងត្រូវទុកនៅក្នុងទូកកនោះយ៉ាងហោចណាស់ឲ្យបាន3ម៉ោងទៅនៅពេលដែលយើងយកមកវាយទៅគឺវាឆាប់ឡើងហើយឥឡូវហ្នឹងបន្ទាប់ពីឃើញថាគ្រីមឡើងខាប់ហើយគឺខ្ញុំដួសស្វាយដាក់ចូលហើយស្វាយនេះគឺខ្ញុំអត់ចាក់ទាំងអស់តែម្ដងទេគឺខ្ញុំដាក់ម្ដងប្រហែលជា4ទៅ5ស្លាបព្រាបាយហើយបន្ទាប់ពីឃើញថាស្វាយចូលគ្នាជាមួយនឹងគ្រីមបានសព្វហើយទើបខ្ញុំចាប់ផ្ដើមដួសដាក់បន្ថែមទៀតហើយធ្វើបែបនេះរហូតដល់តែអស់ស្វាយឬក៏បងប្អូនចង់ដាក់សាច់ស្វាយដែលបានកិនរួចហ្នឹងចូលទាំងអស់តែម្ដងក៏បានដែរប៉ុន្តែគ្រីមដែលវាយហ្នឹងគឺយើងត្រូវវាយឲ្យរឹងជាមុនសិនមុននឹងដាក់ចូលហើយមិញហ្នឹងខ្ញុំក៏បានទុកទឹកស្វាយដែលបានកិនរួចហ្នឹងបន្តិចដើម្បីតុបតែងពីលើការ៉េមផងដែរហើយឥឡូវហ្នឹងគឺបន្ទាប់ពីឃើញថាយើងវាយវាបានខាប់ហើយគឺខ្ញុំយកសាច់ស្វាយដែលបានកាត់ជាដុំតូចៗហ្នឹងយកមកដាក់ចូលហើយច្របល់ចូលគ្នាបន្ទាប់ពីច្របល់ចូលគ្នារួចហើយគឺយើងយកទៅចាក់ដាក់ចូលនៅក្នុងប្រអប់បន្ទាប់ពីចាក់ស្វាយចូលទៅក្នុងប្រអប់រួចហើយគឺយើងដួសទឹកស្វាយដែលបានទុកមុនហ្នឹងយកមកដាក់ពីលើរួចហើយគឺយើងយកឈើយកមកកូរដើម្បីឲ្យមុខលើរបស់ការ៉េមហ្នឹងគឺវាមានភាពស្រស់ស្អាតហើយបន្ទាប់ពីនោះគឺបងប្អូនអាចយកគម្របមកគ្របឬក៏យកថង់បែបនេះក៏បានដែរយកមកគ្របពីលើដើម្បីឲ្យការ៉េមរបស់យើងហ្នឹងវាឆាប់កកហើយបន្ទាប់ពីគ្របរួចហើយគឺយើងយកទៅទុកនៅក្នុងទូទឹកកកកន្លែងកកហ្នឹងរហូតដល់តែការ៉េមរបស់យើងហ្នឹងរឹងហើយចំណែកវីដេអូនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានសូមអរគុណ